signing off.ក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំអាមេរិកបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងចំណាយសាធារណៈដោយប្រកាសបង្កកជំនួយទីភ្នាក់ងារអាមេរិកសម្រាប់បណ្ដាញផ្សព្វផ្សាយសកលហៅកាត់ថា USAGM ដែលជាអ្នកផ្ដល់ហិរញ្ញវត្ថុដល់វិទ្យុ VOA វិទ្យុអាស៊ីសេរីវិទ្យុអឺរ៉ុបសេរីជាដើមសូមបញ្ជាក់ថាទីភ្នាក់ងារ USAGM មានបុគ្គលិកសរុបប្រមាណ3,500 នាក់ហើយក្នុងមួយឆ្នាំត្រូវចំណាយថវិកាជិត$1,000 លាននេះបើយោងតាមរបាយការណ៍ចំណាយឆ្នាំ2024ដែលបានដាក់ជូនទៅសភាអាមេរិកការប្រកាសនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បណ្ដាអង្គការការពារសេរីភាពសារព័ត៌មានបន្ទាប់ពីការប្រកាសនេះលោកដូណាល់ត្រាំបានតែងតាំងលោកស្រី Kari Lake ធ្វើជាទីប្រឹក្សារបស់ទីភ្នាក់ងារ USAGM ដែលលោកស្រីជាអ្នកគាំទ្រពេញទំហឹងរបស់លោកត្រាំនិងជាអតីតពិធីការនីទូរទស្សន៍អាមេរិកលោកស្រី Kari Lake បានលើកឡើងថាការផ្ដល់ជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធដល់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះលែងជាអត្ថប្រយោជន៍របស់ទីភ្នាក់ងារ USAGM តទៅទៀតបើយោងតាមសេតវិមានវិធានការនេះជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយលុយបង់ពន្ធរបស់ប្រជាជនអាមេរិកដោយឡែកនាយក VOA លោក Michael Abramovich បានបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះការដាក់ឲ្យបុគ្គលិក VOA ជាង 1,300 នាក់សម្រាប់ពីការងារបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការផ្សាយរបស់វិទ្យុ VOA ដែលមានអាយុកាល83ឆ្នាំនិងផ្សាយជាភាសាបរទេសជិត50ភាសានិងមានចំនួនអ្នកស្ដាប់ក្នុងមួយសប្តាហ៍ប្រមាណ300លាននាក់នៅទូទាំងពិភពលោកនាយករូបនេះបានបន្តទៀតថាវិទ្យុ VOA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកចំណែកឯលោកដូណាល់ត្រាំនិងជំនួយការចំណិតរបស់លោកគឺលោក Elon Musk បានលើកឡើងថាទីភ្នាក់ងារព័ត៌មានទាំងនេះជាសត្រូវរបស់ប្រជាជនអាមេរិកក្រៅពីវិទ្យុអាស៊ីសេរីហើយនិងវិទ្យុអឺរ៉ុបសេរីដែលទទួលជំនួយមួយផ្នែកពីទីភ្នាក់ងារផ្ដល់ជំនួយអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយសកលហៅកាត់ថា USAGMវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA រងប៉ះពាល់ខ្លាំងជាងគេដោយសារតែបទបញ្ជាបង្កកជំនួយរបស់លោក Donald Trump នៅថ្ងៃសៅរ៍ទី15មីនាបុគ្គលិកប្រមាណ 1,300 នាក់រួមទាំងប្រធានរបស់វិទ្យុ VOA ផងបានទទួលសារអេឡិចត្រូនិកដែលជូនដំណឹងថាពួកគេត្រូវផ្អាកពីការងារមិនអាចចូលទៅក្នុងការិយាល័យធ្វើការនៅរដ្ឋធានី Washington ហើយត្រូវតែប្រគល់កាតអ្នកកាសែតសម្ភារៈទូរស័ព្ទកុំព្យូទ័រទៅឲ្យស្ថាប័នវិញនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ប្រធានវិទ្យុ VOA លោក Michael Abramovich បាននិយាយថាលោកកាត់ទុកយ៉ាងខ្លាំងពីព្រោះថានេះគឺជាលើកទី1ហើយនៅក្នុងរយៈពេល83ឆ្នាំមកនេះដែលសេចក្តីរាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិកត្រូវបិទគប់មិនឲ្យបញ្ចេញសំឡេង This is the Voice of America, Washington DC, signing on. Aus Amerika.វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ត្រូវបានបង្កើតឡើងនៅឆ្នាំ1942នៅក្នុងគោលដៅតទល់ទៅនឹងសំឡេងឃោសនារបស់ក្រុមណាស៊ីហើយនិងអធិរាជជប៉ុននៅក្នុងសម័យសង្គ្រាមលោកលើកទី2ចំណែកឯវិទ្យុអឺរ៉ុបសេរីដែលទទួលបានថវិកាជំនួយមួយផ្នែកពីទីភ្នាក់ងារអាមេរិកដែរនោះត្រូវបានបង្កើតឡើងនៅឆ្នាំ1950នៅក្នុងសម័យសង្គ្រាមត្រជាក់ដើម្បីទប់ទល់ទៅនឹងការពង្រីកឥទ្ធិពលរបស់ក្រុមកុម្មុយនីសនៅអឺរ៉ុបខាងកើតហើយនិងនៅអាស៊ីកណ្ដាលបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បានផ្សព្វផ្សាយព័ត៌មានដំបូងរបស់ខ្លួនដោយខ្ចីអង់តែនរបស់ BBC ក៏ប៉ុន្តែនៅឆ្នាំ1976ប្រធានាធិបតីអាមេរិកលោក Gerald Ford បានចុះហត្ថលេខាទៅលើធម្មនុញ្ញសាធារណៈរបស់ VOA ដើម្បីធានាឯករាជ្យភាពនៃខ្សែបន្ទាត់វិចារណកថារបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកប្រធានរបស់វិទ្យុ VOA បច្ចុប្បន្នយល់ថាបទបញ្ជារបស់រដ្ឋបាលលោក Donald Trump បានបិទគប់រារាំង VOA មិនឲ្យធ្វើការងារដ៏សំខាន់របស់ខ្លួន
ជាពិសេសនៅក្នុងបរិបទសប្តាហ៍ថ្ងៃនេះដែលសត្រូវគូប្រជែងរបស់អាមេរិកដូចជាអ៊ីរ៉ង់ចិនហើយនិងរុស្ស៊ីកំពុងតែចាក់លុយរាប់ពាន់លានដុល្លារដើម្បីបង្កើតសាច់រឿងបង្អាប់បន្ថោកមុខមាត់របស់អាមេរិកនៅក្នុងពិភពលោកអ្នកកាសែតម្នាក់របស់ VOA ដែលសូមមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ទូរទស្សន៍ CBS ថាគាត់តែងតែគិតដល់ប្រយោជន៍របស់អាមេរិកមុនគេនៅពេលនិយាយអំពីជំហរនយោបាយរបស់រដ្ឋាភិបាលអាមេរិកនៅក្នុងការងារផ្សព្វផ្សាយទៅកាន់អ្នកស្ដាប់ដែលមិនយល់ភាសាអង់គ្លេសវិញគាត់ឧស្សាហ៍ផ្ដោតទៅលើលទ្ធិប្រជាធិបតេយ្យអាមេរិកដែលជាប្រព័ន្ធនយោបាយដ៏ល្អជាងគេបំផុតរដ្ឋបាលលោក Donald Trump មិនបានពន្យល់ឲ្យបានច្បាស់លាស់ថាតើវិទ្យុសំឡេងសហរដ្ឋអាមេរិកនឹងត្រូវបិទចោលទាំងស្រុងឬក៏យ៉ាងណានោះទេយ៉ាងណាក៏ដោយការសម្រេចយ៉ាងណាទៅលើជោគវាសនារបស់វិទ្យុរដ្ឋអាមេរិកស្ថិតនៅក្នុងដៃរបស់សភាអាមេរិកដែលជាអ្នកអនុម័តកញ្ចប់ថវិកាក៏ប៉ុន្តែទៅតាមបទបញ្ជារបស់លោក Donald Trump ប្រធានរបស់ស្ថាប័នដែលទទួលថវិកាពីរដ្ឋាភិបាលអាមេរិកត្រូវតែកាត់បន្ថយទំហំហើយនឹងវត្តមានរបស់ស្ថាប័នខ្លួនឲ្យនៅតូចបំផុតទៅតាមការចែងរបស់ច្បាប់អ្នកនាំពាក្យរបស់សេតវិមានវិញបាននិយាយថាបទបញ្ជារបស់លោក Donald Trump នឹងធានាថាអំណេះតទៅលុយរបស់អ្នកបង់ពន្ធអាមេរិកនឹងមិនត្រូវគេយកទៅចាយដើម្បីធ្វើការឃោសនាជននិយមគូបញ្ជាក់ថាតាំងតែពីនៅអាណត្តិទី1លោក Donald Trump ទ្របរិះគន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិកដែលលោកចាត់ទុកថាលំអៀងជាសត្រូវរបស់ប្រជាជនហើយបានផលិតព័ត៌មានคล้ายៗតាក់ទងទៅនឹងរូបលោក Michael Abramovich និយាយថាស្ទើរតែបុគ្គលិកទាំងអស់របស់ VOA ចំនួន 1,300 នាក់ដែលមានតាំងពីអ្នកកាសែតអ្នកផលិតកម្មវិធីហើយនិងអ្នកជំនួយការបច្ចេកទេសត្រូវផ្អាកពីការងារខណៈដែលបុគ្គលិកពេញសិទ្ធិត្រូវប្រាប់ឲ្យឈប់សម្រាកដែលមានន័យស្មើទៅនឹងការបញ្ឈរជើងចោលមិនឲ្យចូលធ្វើការអ្នកកាសែតឯករាជ្យហើយនិងអ្នកចុះកិច្ចសន្យាធ្វើការរយៈពេលខ្លីនៅទូទាំងពិភពលោករបស់ VOA ត្រូវបានជួបដំណឹងថាពួកគេត្រូវបញ្ឈប់ពីការងារពីព្រោះលែងមានលុយដើម្បីបើកប្រាក់ខែឲ្យពួកគេតទៅទៀតនៅមុនបទបញ្ជាឲ្យផ្អាប់កញ្ចប់ជំនួយរបស់ទីភ្នាក់ងារដើម្បីប្រព័ន្ធផ្សព្វផ្សាយសកលវិទ្យុ VOA គឺមានបុគ្គលិកសរុបប្រមាណ 2,000 នាក់ហើយមានថវិកាប្រចាំឆ្នាំចំនួន$260 លានផ្សាយនៅក្នុងភាសាចំនួន49វិទ្យុសំឡេងសហរដ្ឋអាមេរិកមានអ្នកស្ដាប់ជាង366លាននាក់នៅអាស៊ីអឺរ៉ុបហើយនិងតំបន់ដាបូពីជាទីដែលខ្សត់ខ្សោយខ្លាំងខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហើយនឹងសម្បូរដោយរបបដឹកនាំផ្ដាច់ការដូចជានៅភូមាកូរ៉េខាងជើងអ៊ីរ៉ង់បេឡារុសហើយនិងរុស្ស៊ីជាដើមចំពោះរដ្ឋមន្ត្រីការបរទេសឆែកវិញវិទ្យុអឺរ៉ុបសេរីហើយនិងវិទ្យុ VOA នៅតែជាប្រភពផ្ដល់ព័ត៌មានសេរីហើយនឹងគួរឲ្យជឿទុកចិត្តសម្រាប់ប្រជាជននៅអឺរ៉ុបខាងកើតដូច្នេះបើសិនជារដ្ឋបាលលោក Donald Trump បំបិទសម្លេងវិទ្យុខាងលើតាមរយៈការកាត់តម្រឹមការចំណាយរបស់ស្ថាប័នផ្សព្វផ្សាយព័ត៌មានដែលជាក្រុមហ៊ុនមេរបស់ VOA ហើយនិងវិទ្យុអឺរ៉ុបសេរីនោះវាមិនត្រឹមតែជាការខាតបង់ដ៏ធំចំពោះប្រជាជនដែលខ្វះព័ត៌មានពិតត្រឹមត្រូវនៅតាមបណ្ដាប្រទេសខាងលើនោះទេក៏ប៉ុន្តែវាក៏ជាប្រផ្នូលអាក្រក់ផងដែរសម្រាប់អ្នកដែលជឿជាក់ទៅលើលទ្ធិប្រជាធិបតេយ្យបិទសម្លេងរបស់វិទ្យុដែលផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សជាតិចង់ឬមិនចង់គឺជាអំណោយដ៏មហាសែនធំធេងមួយរបស់លោក Donald Trump ទៅឲ្យក្រុមប្រទេសផ្ដាច់ការហើយនិងសត្រូវរបស់អាមេរិកនេះគឺជាពាក្យថ្លែងជាមួយនឹងការសោកស្ដាយរបស់ប្រធានវិទ្យុអឺរ៉ុបសេរីចាលោកនាងកញ្ញាប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីចាតកតងទៅនឹងស្ថានភាពជំនួយថវិការបស់វិទ្យុអាស៊ីសេរីផ្ទាល់ខ្លួនឯងវិញម្ដងចាវិទ្យុអាស៊ីសេរីចានឹងតវ៉ាជំទាស់ចំពោះការបញ្ចប់ជំនួយថវិការបស់រដ្ឋបាលអាមេរិករបស់លោក Donald Trump រដ្ឋាភិបាលសហព័ន្ធអាមេរិកបានបញ្ចប់ការផ្ដល់ជំនួយថវិកាដល់វិទ្យុអាស៊ីសេរីនិងបណ្ដាញវិទ្យុដៃគូដទៃទៀតកាលពីព្រឹកថ្ងៃសៅរ៍ទី15ខែមីនាម្សិលមិញនេះចានេះបើយោងតាមសេចក្តីជូនដំណឹងពីការបញ្ចប់កិច្ចព្រមព្រៀងផ្ដល់ជំនួយសហព័ន្ធដែលចេញផ្សាយដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលដែលហៅកាត់ថា USAGM ដែលជាស្ថាប័នគ្រប់គ្រងលើអង្គភាពផ្សព្វផ្សាយព័ត៌មានទាំង6របស់សហរដ្ឋអាមេរិកក្នុងនោះក៏រួមមានទាំងវិទ្យុអាស៊ីសេរីផងដែរតាមរយៈកិច្ចព្រមព្រៀងនេះវិទ្យុអាស៊ីសេរីអាចប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនទៅកាន់តំបន់អាស៊ីនិងទៅកាន់សកលលោកចាឆ្លើយតបទៅនឹងការសម្រេចនេះនាយិកាវិទ្យុអាស៊ីសេរីចាគឺអ្នកស្រីបេហ្វាងថ្លែងថាស្ថាប័នវិទ្យុអាស៊ីសេរីនឹងតវ៉ាជំទាស់នឹងសេចក្តីសម្រេចនេះអ្នកស្រីគូបញ្ជាក់ថាការបញ្ចប់ការផ្ដល់ជំនួយរបស់រដ្ឋាភិបាលសហព័ន្ធដល់វិទ្យុអាស៊ីសេរី
គឺជារង្វាន់ដែលផ្ដល់ទៅដល់មេដឹកនាំដែលប្រេយផ្សៃនិងជនផ្ដាច់ការទាំងឡាយរួមទាំងគណៈបកកុម្មុយនីសចិនផងដែលពួកគេមិនចង់បានអ្វីទាំងអស់ក្រៅតែពីឥទ្ធិពលរបស់ពួកគេគឺមិនត្រូវបានត្រួតពិនិត្យនៅលើលំហព័ត៌មានអ្នកស្រីសង្កត់ធ្ងន់ថាវិទ្យុអាស៊ីសេរីបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយទៅដល់ក្រុមអ្នកធ្វើគោលនយោបាយរបស់សហរដ្ឋអាមេរិកឲ្យយល់ដឹងពីការពិតនៃអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសចិននិងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីដែលមានការរឹតបន្តឹងដោយនាំមកនូវតម្លាភាពនិងគណនេយ្យភាពទៅដល់ទីកន្លែងដែលគ្មានតម្លាភាពនិងគណនេយ្យភាពទាំងនោះចាការរាយការណ៍អំពីការរកឃើញនានានៅក្នុងតំបន់ស៊ីនជីយ៉ាងនៃប្រទេសចិនចាបាននាំឲ្យរដ្ឋបាលលោកដូណាល់ត្រាំកាលពីអាណត្តិទី1ដាក់ចេញនូវសេចក្តីប្រកាសចាត់ទុកការប្រព្រឹត្តដោយរដ្ឋាភិបាលចិនថាគឺជាអំពើប្រល័យពូជសាសន៍ចានាយិការបស់វិទ្យុអាស៊ីសេរីអ្នកស្រីបេហ្វាងបានកត់សម្គាល់ថាការជូនដំណឹងពីការបញ្ចប់កិច្ចព្រមព្រៀងផ្ដល់មូលនិធិរបស់រដ្ឋាភិបាលសហព័ន្ធនេះមិនត្រឹមតែដកហូតសិទ្ធិពីមនុស្សជិត60លាននាក់ដែលងាកមកពឹងផ្អែកលើសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីជារៀងរាល់សប្តាហ៍ដើម្បីបានស្វែងយល់ពីការពិតប៉ុណ្ណោះទេក៏ប៉ុន្តែការសម្ដែងដូចនេះគឺថែមទាំងបានផ្ដល់ប្រយោជន៍ទៅដល់សត្រូវរបស់សហរដ្ឋអាមេរិកដោយសហរដ្ឋអាមេរិកគឺជាអ្នកខាតបង់អ្នកស្រីគូបញ្ជាក់ដែរថាស្ថាប័នវិទ្យុអាស៊ីសេរីនឹងប្តឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចដែលមិនបានគិតគូរវែងឆ្ងាយនេះហើយនឹងស្វែងរកតាមគ្រប់មធ្យោបាយនានាដែលចាំបាច់ដើម្បីបន្តការងារនិងការពារអ្នកកាសែតដ៏ក្លាហានរបស់យើង។